ngàyនេះហាបងហូបរបស់ខ្ញុំគឺកែងត្រីដៃបងទាំងអស់គ្នាចឹងហើយវិធីកែងរបស់ខ្ញុំខ្ញុំកែងបែបមានទឹកបងទាំងអស់គ្នាមិនមែនកែងស្ងួតទេណាចឹងហើយបងធ្វើតាមវីដេអូនឹងបាននិយាយទៅយកទឹកលាយបាយក្មេងៗគឺត្រូវហើយខ្ញុំប្រើត្រីដៃប្រហែលជា3ក្បាលបងទាំងអស់គ្នាបន្ទាប់មកមានជាមួយនឹងទ្រាប់ហើយនឹងម្ទេសហាន់ត្រាំទឹកបងយកមកដាក់ខ្ទះយើងឲ្យក្តៅចាក់ខ្លាញ់បន្តិចបានហើយបោះជាមួយខ្ទឹមបំពងចូលណាយើងបំពងខ្ទឹមឲ្យវាក្រហមវាឈ្ងុយចាំដាក់ត្រីដៃចូលពេលដាក់ត្រីដៃកុំភ្លេចដាក់ទឹកត្រីប្រហែលជាកន្លះស្ភាបាយមកដើម្បីកុំឲ្យត្រីយើងជាប់ជាមួយខ្ទះហើយបន្ទាប់មកបោះគ្រឿងបុកចូលបងចង់បានហិលបុកឲ្យរៀងហិលតែសម្រាប់ខ្ញុំអត់យកហិលទេដូចខ្ញុំនិយាយចឹងយកទឹកលាយបាយឲ្យក្មេងៗចឹងអត់យកហិលទេណាបងនិយាយទៅហើយបន្ទាប់ពីដាក់គ្រឿងបុកហើយបោះលឹកក្រូចចូលប្រហែលជា2 3ស្លឹកហើយថែមទឹកអស់3ចានទឹកត្រីបងដើម្បីរងាស់ត្រីឲ្យវាឆ្អិនណោះព្រោះថាត្រូវការរងាស់ឲ្យផុយត្រីដៃហ្នឹងត្រីដៃហឹងងាយផុយបងប្អូនគ្នាចឹងហើយពេលទឹកខ្ញុំស្រក់អស់ប្រហែលជា2ឆ្នាំងដៃខ្ញុំថែមបន្លែឲ្យបងមានជាមួយទ្រាប់ហើយនឹងម្ទេសហ្នឹងឯងថែមធ្វើបន្លែបងហើយនិយាយទៅឲ្យវាស្រក់ជាងហ្នឹងតិចទៀតគឺរួចរាល់ហើយបងប្អូនគ្នាថែមគ្រឿងទេសមកស្ករអំបិលប៊ីចេងរ៉ូឌីអីថែមតាមចំណង់ចំណូលចិត្តបានអញ្ចឹងណាហើយបងដូចមើលឆ្អិនហើយឡើងផុយនិយាយទៅឆ្ងាញ់លាយបាយក៏ឆ្ងាញ់